ឯងស្គមម៉េះហើយឡងស្ពុតអាក្រក់មើលហ្មងណាខ្លួនឯងសតែតិចនឹងស្អាតបងហើយមុខសតែមុនហើយស្នាមស្លាញ់មុខខ្លួនឯងអត់នោះហើយមុខឡងចាស់ហើយប៉ុណ្ណឹងមុខដូចអុំថ្ងៃឯងគេចង់ស្អាតបានទេឃើញឡងស្គមដូចឆ្អឹងនេះពួកគេថាណៃកាយឈ្មោះតិចស្អាតហើយបើសិនសក់នេះបើសិនព្រោះតិចទៀតណាអែមតែខ្ញុំពិតជាអត់ស្អាតដូចគេនិយាយចឹងមែនហ៎មនុស្សម្នាក់ៗប្រកាសជាធ្លាប់ត្រូវបានគេបន្ទោសបង្អាប់ទៅលើរូបរាងកាយពណ៌សម្បុរកម្ពស់កំពស់ដែលយើងមានពីធម្មជាតិប៉ុន្តែដោយភាពមិនពេញចិត្តរបស់អ្នកដទៃធ្វើឲ្យយើងបាត់បង់ទំនុកចិត្តលើខ្លួនឯងហើយព្យាយាមកែប្រែខ្លួនឯងដើម្បីផ្គប់ចិត្តមនុស្សជុំវិញខ្លួនស្តង់ដារសម្រស់តែងតែមានសម្រាប់មនុស្សគ្រប់គ្នាហើយវាត្រូវបានកំណត់ភាពស្រស់ស្អាតចាប់ពីរូបរាងកាយសមាមាត្រផ្ទៃមុខទម្ងន់និងកម្ពស់ជាដើមមនុស្សភាគច្រើនគាត់គិតថាមនុស្សស្អាតតើតែមានស្បែកសច្រមុះស្រួចរូបរាងខ្ពស់ស្រឡះហើយមានសក់ត្រង់អីបានខ្លាចទៅជាមនុស្សស្អាតឬមកក៏ត្រូវស្តង់ដារប៉ុន្តែនៅពេលដែលឃើញនរណាម្នាក់ដែលមិនមានរូបរាងបែបហ្នឹងបែរជាគិតថាគេនោះអត់ស្អាតទេអត់ត្រូវស្តង់ដារអញ្ចឹងតើតែមនុស្សស្បែកសច្រមុះស្រួចសក់ត្រង់អីហ្នឹងបានត្រូវស្តង់ដារមែនតែអ្នកអាចប្រាប់ខ្ញុំវិញបានអត់ថាតើអ្វីគឺជាស្តង់ដារសម្រស់ឲ្យពិតប្រាកដតាមពិតទៅមនុស្សយើងម្នាក់ៗសិតតែមានភាពស្អាតរៀងខ្លួនមិនមាននរណាម្នាក់ដែលថាមិនស្អាតទេការប្រៀបធៀបការនិយាយចំអកលេងសើចទៅកាន់រូបរាងកាយពណ៌សម្បុររបស់នរណាម្នាក់គឺជាទង្វើមួយដែលយើងគ្រប់គ្នាមិនគួរធ្វើទាល់តែសោះហើយទង្វើទាំងអស់នេះវាបានជះឥទ្ធិពលអវិជ្ជមានខ្លាំងមែនទែនទៅកាន់មនុស្សជុំវិញខ្លួនជាពិសេសក្មេងៗតែម្ដងពួកគាត់អាចចាប់ផ្ដើមនឹងមិនស្រឡាញ់ខ្លួនឯងហើយព្យាយាមកែប្រែខ្លួនឯងដើម្បីទទួលបានរូបរាងមួយដែលអ្នកដទៃគិតថាល្អស្អាតខ្ញុំមកនិយាយនេះមិនមែនមានន័យថាខ្ញុំជាមនុស្សជឿជាក់ឬមួយក៏មានស្តង់ដារអីត្រឹមត្រូវទេខ្ញុំដូចតែអ្នកទាំងអស់គ្នាអញ្ចឹងធ្លាប់ត្រូវគេសើចចំអកហើយធ្លាប់ត្រូវគេបង្អាប់ទៅលើរូបរាងកាយមុខមាត់ហើយក៏មានអារម្មណ៍ថាខ្លួនឯងអត់គ្រប់គ្រាន់ដែរប៉ុន្តែខ្ញុំគិតមកវិញថាភាពស្អាតពិតប្រាកដរបស់យើងគ្រប់គ្នាគឺស្ថិតទៅលើចិត្តនិងការតុបតែងខ្លួនរបស់យើងទៅវិញឯងបើសិនបើខ្ញុំកែប្រែចំណុចណាមួយដើម្បីអ្នកដទៃអញ្ចឹងមានន័យថាខ្ញុំក៏បាត់បង់ផ្នែកណាមួយដែលជាខ្លួនខ្ញុំដែរស្តង់ដារសម្រស់វាអត់មានដែនកំណត់ទេវាផ្លាស់ប្ដូរទៅតាមសម័យកាលនៃការរស់នៅរបស់យើងដូចពីមុនអញ្ចឹងគេពេញនិយមមុខមូលបានស្អាតហើយមកដល់បច្ចុប្បន្ននេះគេពេញនិយមមុខវែងមុខវីអីបានស្អាតអញ្ចឹងសបញ្ជាក់ថាស្តង់ដារសម្រស់វាអត់ទៀងទេវាផ្លាស់ប្ដូរទៅរហូតហ្នឹងថាស្រឡាញ់អ្វីដែលជាខ្លួនឯងទទួលស្គាល់ទទួលយកនៅអ្វីដែលជាខ្លួនយើងនៅពេលដែលយើងចេះស្រឡាញ់ខ្លួនឯងហើយយើងនឹងទទួលបានក្តីសុខពីខាងក្នុងហើយនោះហើយគឺជាភាពស្អាតដ៏ពិតប្រាកដរបស់យើងគ្រប់គ្នា